ដំបូងខ្ញុំសូមជំរាបសួរលោកគ្រូឧទ្ទេសខ្ញុំឈ្មោះស្រុនសេរីណេតមកពីថ្នាក់អំដែលមានលេខរៀងទី6នេះគឺជា slide វីដេអូស្វ័យសិក្សាអំពីមេរៀនការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់ក្នុងខ្ញុំមានមាតិកាចំនួន4 1សេចក្តីផ្ដើម2ការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើតម្លៃការវាយតម្លៃបញ្ចប់3ប្រភេទនៃការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់4សេចក្តីសន្និដ្ឋានជាមួយចំណុចទី1របស់ខ្ញុំមាតិកាការវាយតម្លៃគេអាចប្រើបានមុនឬក៏ពេលបញ្ចប់មេរៀនណាមួយដើម្បីដឹងពីសមត្ថភាពរបស់សិស្សនិងអាចវាស់វែងពីវិធីសាស្ត្របង្រៀនរបស់គ្រូតាមរយៈការសួរសំណួរផ្ទាល់មាត់ការធ្វើតេស្តជាដូចជាការប្រឡងតាមរយៈការសរសេរกระดาษអញ្ចឹងក្រោយពីបញ្ចប់មេរៀនហើយគ្រូគាត់អាចវាស់វែងដឹងពីសមត្ថភាពសិស្សនិងអាចវាស់វែងពីសមត្ថភាពខ្លួនឯងតាមរយៈការធ្វើតេស្តឬក៏ធ្វើសំណួរផ្ទាល់មាត់ហ្នឹងខ្ញុំ2ការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់ចឹងចំណុចនេះគេចង់និយាយថាការវាយតម្លៃដែលផ្អែកលើការបញ្ចប់នឹងគឺជាការវាយតម្លៃនៅពេលគ្រូបញ្ចប់មេរៀនណាមួយឬក៏ជាការវាយតម្លៃប្រចាំត្រីមាសឆមាសឬក៏ប្រចាំឆ្នាំការវាយតម្លៃនៅដំណាក់កាលហ្នឹងគឺមានន័យថាលុះត្រាតែគាត់បរិញ្ញាចប់មេរៀនមួយឬក៏បរិញ្ញាចប់ជំពូកណាមួយបានគាត់ធ្វើតេស្តវាអត់ដូចពីមេរៀនមុនទេមេរៀនមុនគាត់ធ្វើតេស្តសមត្ថភាពសិស្សនៅពេលដែលចប់1ម៉ោងសិក្សាប៉ុន្តែចំណុចនេះគេនិយាយពីការវាយតម្លៃលើដំណាក់កាលដែលបញ្ចប់មេរៀនឬក៏បញ្ចប់ជំពូកណាមួយឬក៏ការប្រឡងប្រចាំខែរបស់គាត់ឬក៏ប្រចាំឆ្នាំរបស់គាត់ដើម្បីដឹងពីសមត្ថភាពសិស្សថាសិស្សគាត់ចាប់បានដល់កម្រិតណាមួយចំណុចទី3របស់ខ្ញុំប្រភេទនៃការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់នោះវាមាន3ចំណុចធំចំណុចទី1ប្រភេទហ្នឹងគេចង់សំដៅលើប្រភេទនៃការវាយតម្លៃប្រភេទនៃការសង្កេតមើលរបស់គ្រូហើយតកតងជាមួយនឹងចំណុចទី2ព័ត៌មានត្រឡប់អញ្ចឹងមានថាពេលដែលគាត់ធ្វើតេស្តការវាយតម្លៃសិស្សហើយគាត់មានព័ត៌មានត្រឡប់ទៅឲ្យសិស្សវិញថាសិស្សហ្នឹងគាត់ធ្វើត្រូវឬក៏ខុសទៅតាមលំហាត់ដែលគាត់ដាក់ហ្នឹងហើយចំណុចទី3ការកែលម្អនិងការបង្រៀនអញ្ចឹងក្រោយពីការវាយតម្លៃបញ្ចប់គាត់នឹងមានការកែលម្អការបង្រៀនរបស់គាត់ថាគាត់គួរតែបដូរវិធីសាស្ត្របង្រៀនបែបណាដើម្បីឲ្យសិស្សងាយនឹងចាប់បានមេរៀនជាងមុនជាមួយនឹងចំណុចទី3ប្រភេទអញ្ចឹងក្នុងចំណុចទី3.1ប្រភេទហ្នឹងវាបែងចែកជាច្រើនចំណុចដូចជាមុនពេលវាយតម្លៃអញ្ចឹងមុនពេលវាយតម្លៃហ្នឹងមិនហើយបន្ទាប់មកចំណុចទី2កិច្ចការផ្ទះចំណុចទី3សំណួរខ្លីនិងការធ្វើតេស្តចំណុចទី4ការងារក្នុងថ្នាក់ចំណុចទី5មតិកែលម្អចំណុចទី6គំរូចំណុចទី7ការប្រឡងចុងឆ្នាំចំណុចទី8ឧបករណ៍ឌីជីថលអញ្ចឹងមួយគេនិយាយពីមុនការចំណុចកមុនពេលវាយតម្លៃអញ្ចឹងគ្រូមុនពេលវាយតម្លៃយើងជាគ្រូយើងត្រូវតែរៀបចំកិច្ចការមួយសម្រាប់ការវាយតម្លៃរបស់វាយតម្លៃសិស្សអញ្ចឹងលោកគ្រូគាត់អាចរៀបចំជាលំហាត់ឬក៏រចនាសម្ព័ន្ធបុរេតេស្តអីណាមួយដែលវាសមស្របទៅនឹងពេលវេលានិងវត្ថុបំណងដែលបានរៀនហើយអញ្ចឹងឧទាហរណ៍ថាគាត់រៀននៅជំពូក1គាត់រៀនបាន2មេរៀនអញ្ចឹងនៅពេលដែលវាយតម្លៃចប់ជំពូកលោកគ្រូគាត់ត្រូវយកចំណុចមេរៀនទី1ឬមេរៀនទី2ហ្នឹងយកមកធ្វើតេស្តគាត់មិនអាចយកមេរៀនផ្សេងនៅជំពូកផ្សេងយកមកធ្វើតេស្តនៅពេលវាយតម្លៃអញ្ចឹងវាអត់សមស្របទៅនឹងវត្ថុបំណងមេរៀនហើយនឹងក៏វាមិនសមជារចនាសម្ព័ន្ធរបស់មេរៀនដែរខកិច្ចការផ្ទះតកតងជាមួយនឹងកិច្ចការផ្ទះហ្នឹងគេចង់សំដៅទៅលើការមើលកិច្ចការផ្ទះរបស់សិស្សជាធម្មតានៅពេលបញ្ចប់មេរៀនមួយឬក៏បញ្ចប់ជំពូកមួយគ្រូគាត់តែងតែមានដាក់កិច្ចការផ្ទះតែធ្វើសំដៅទៅលើកិច្ចការដែលធ្វើនៅក្រៅពីសាលាដូចជា
ដាក់ធ្វើនៅផ្ទះឬក្រៅម៉ោងសិក្សាដើម្បីពង្រឹងចំណេះដឹងគាត់ដែលមាននៅក្នុងថ្នាក់ហ្នឹងតែការងារកិច្ចការផ្ទះភាគច្រើនគឺគាត់ចង់ឲ្យសិស្សធ្វើនៅផ្ទះដើម្បីឲ្យអាណាព្យាបាលជួយបញ្យោបត្ថម្ភទាក់ទងជាមួយមេរៀនដែលអឺសិស្សចាប់អត់បានអញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រមួយក្នុងការវាយតម្លៃដែរដើម្បីពង្រឹងពីសមត្ថភាពរបស់សិស្សហើយនឹងអាចជួយសិស្សបាននៅពេលដែលគាត់អត់មានអត់យល់ពីមេរៀនណាមួយអាណាព្យាបាលអាចបញ្យល់គាត់បានក៏សំណួរនិងការធ្វើតេស្តអញ្ចឹងសំណួរនិងការធ្វើតេស្តហ្នឹងគេចង់សំដៅលើសំណួរគឺជាវិធីសាស្ត្រដែលកើតឡើងជាលក្ខណៈសួរផ្ទាល់មាត់អញ្ចឹងមានន័យថានៅក្រៅពេលបញ្ចប់មេរៀនមួយឬក៏មួយម៉ោងសិក្សាមួយគាត់សួរសំណួរផ្ទាល់មាត់ជាមួយនឹងសិស្សដើម្បីធ្វើតេស្តយកទៅវាយតម្លៃនៅពេលបញ្ចប់មេរៀនអីមួយចឹងទៅអញ្ចឹងមានន័យថាលោកគ្រូគាត់សួរសិស្សក្នុងចំណុចណាមួយនៅក្នុងមេរៀនហ្នឹងដើម្បីយកទៅវាយតម្លៃក្នុងវាយតម្លៃបញ្ចប់មេរៀនហ្នឹងថាសិស្សក្នុងមួយមេរៀនហ្នឹងគាត់ចាប់បានចំណុចណាខ្លះនិងខ្វះខាតនៅចំណុចណាខ្លះអញ្ចឹងលោកគ្រូគាត់អាចសួរជាលក្ខណៈផ្ទាល់មាត់ដែលមិនមានការលាយលក្ខណ៍ជាអក្សរអីទេអញ្ចឹងអាហ្នឹងគឺជាសំណួរអាហ្នឹងក៏ជាវិធីសាស្ត្រល្អមួយដែរដើម្បីប៉ាន់ស្មានពីចំណេះដឹងរបស់សិស្សដោយដោយមិនបាច់ចាំលាយលក្ខណ៍អក្សរហើយក៏មិនបាច់ចាំចំណាយពេលយូរដែរជាធម្មតាការសួរសំណួរផ្ទាល់មាត់អាចចំណាយពេលយ៉ាងយូរបំផុតគឺ5នាទីទៅ10នាទីអញ្ចឹងលោកគ្រូអ្នកគ្រូគាត់អាចចំណេញពេលវេលាហ្នឹងយកមកធ្វើការងារផ្សេងបានអញ្ចឹងអាហ្នឹងក៏វាជាចំណុចមួយនៅក្នុងការវិទ្យាល័យបញ្ចប់ដែរពេលដែលគាត់សួរហើយសិស្សចាប់បានមានន័យថាគាត់នឹងណូតទុកកន្លែងណាមួយដើម្បីថាសិស្សនៅមេរៀនទី1សិស្សគាត់ចាប់បាន50%នៅមេរៀនទី1សិស្សខ្លះចាប់បាន30អញ្ចឹងលោកគ្រូគាត់នឹងអាចវាយតម្លៃបានថាសិស្សហ្នឹងចេះឬក៏មិនចេះហើយតកតងជាមួយនឹងការធ្វើតេស្តគឺគេចង់សំដៅទៅលើការធ្វើតេស្តជាលក្ខណៈផ្លូវការដែលមានលាយលក្ខណ៍ជាអក្សរជាធម្មតានៅពេលការធ្វើតេស្តដូចជាធ្វើតេស្តប្រចាំខែលោកគ្រូក៏តែងតែធ្វើវិញ្ញាសាដើម្បីឲ្យសិស្សប្រឡងអញ្ចឹងអានឹងមានន័យថាវាជាលក្ខណៈផ្លូវការមួយវាមិនមែនជាដោយលក្ខណៈសំណួរគាត់គ្រាន់តែហៅឈ្មោះសិស្សឈ្មោះកឡើងសិស្សឈ្មោះកហ្នឹងក៏ឡើងភ្លាមហើយក៏ឆ្លើយមកគាត់ភ្លាមតែតើតើជាមួយនឹងការធ្វើតេស្តគឺជាមានលក្ខណៈជាលក្ខណៈលាយលក្ខណ៍ជាអក្សរចឹងចំណាយពេលយ៉ាងតិច1ម៉ោងជាធម្មតាការប្រឡងធ្វើតេស្តសិស្សគឺចំណាយពេលវេលា1ម៉ោងសម្រាប់ការធ្វើតេស្តហើយគ្រូត្រូវចំណាយពេលទៅកែវិញ្ញាសាបានលោកគ្រូគាត់អាចដឹងពីចំណេះដឹងសិស្សថាសិស្សហ្នឹងគាត់យល់បានដល់ចំណុចណាតកតងមួយកិច្ចការក្នុងថ្នាក់គឺជាកិច្ចគឺគេចង់សំដៅទៅលើកិច្ចការឬក៏លំហាត់លោកគ្រូគាត់ដាក់ឲ្យធ្វើក្នុងថ្នាក់ភ្លាមហើយបញ្យល់ពេលបញ្យល់មេរៀនចប់ឬក៏អំឡុងពេលរៀនអញ្ចឹងមានន័យថាជាធម្មតាកិច្ចការក្នុងថ្នាក់ហ្នឹងឧទាហរណ៍ថាលោកគ្រូគាត់ធ្វើវិធីដកចែកលេខមួយអញ្ចឹងលោកគ្រូគាត់ឲ្យសិស្សហ្នឹងធ្វើភ្លាមនៅក្នុងថ្នាក់ដើម្បីសង្កេតនឹងការវាយតម្លៃរបស់គាត់ហើយគ្រូគាត់អាចដើរមើលទៅតាមតុថាក្នុងចំណោមសិស្សទាំងអស់សិស្សមួយណាដែលអាចធ្វើវិធីចែកលេខនឹងបានអញ្ចឹងលោកគ្រូគាត់អាចវាយតម្លៃបានភ្លាមតាក់ទងជាមួយនឹងចំណេះដឹងដែលសិស្សទាំងអស់ហ្នឹងចាប់បានអញ្ចឹងអាហ្នឹងវាក៏អត់ចំណាយពេលយូរសម្រាប់ការវាយតម្លៃដែរលោកគ្រូឃើញគាត់វាយតម្លៃបានភ្លាមហ្មងហើយគាត់នឹងអាចរកវិធីសាស្ត្រដើម្បីកែលម្អខ្លួនឯងបញ្យល់យ៉ាងណាឲ្យសិស្សឆាប់យល់ជាងហ្នឹងមតិកែលម្អការផ្ដល់មតិកែលម្អវាជាស្ពានមួយសម្រាប់ចម្លងទៅគោលដៅនៃមេរៀនអញ្ចឹងមានន័យថាលោកបើសិនជាគ្មានមតិកែលម្អទេការវិទ្យាល័យក៏អត់សូវមានប្រសិទ្ធភាពដែរព្រោះដោយសារអីបើសិនជាលោកគ្រូគាត់អត់ផ្ដល់មតិកែលម្អទៅលើសិស្សនៅពេលដែលគាត់ធ្វើតេស្តឬក៏សួរសំណួរផ្ទាល់មាត់ហើយក៏អត់មានភាពកែលម្អទៅឲ្យសិស្សហ្នឹងមានន័យថាសិស្សក៏អត់ដឹងពីភាពខ្វះខាតរបស់គាត់ទេអញ្ចឹងមតិកែលម្អហ្នឹងគឺជាចំណុចសំខាន់មួយដែរសម្រាប់ការវាយតម្លៃហើយនឹងជួយឲ្យសិស្សគាត់មានភាពរីកចម្រើនបន្ថែមទាក់ទងជាមួយនឹងចំណេះដឹងគាត់នៅពេលដែលលោកគ្រូអ្នកគ្រូគាត់ប្រាប់ថាសំណួរហ្នឹងធ្វើកន្លែងនេះខុសហើយអញ្ចឹងសិស្សគាត់អាចរកចំណុចខុសបានភ្លាមហើយគាត់នឹងអាចរកវិធីសាស្ត្រដើម្បីរកចម្លើយដែលត្រឹមត្រូវអាហ្នឹងគឺក៏វាជួយពង្រឹងសមត្ថភាពនៃការគិតការពិចារណារបស់គាត់ដែរមួយទៀត
ការប្រឡងចុងឆ្នាំតើតើជាមួយនឹងការប្រឡងចុងឆ្នាំគេសំដៅជាទូទៅសំដៅទៅលើការវាយតម្លៃសរុបដែលមានលក្ខណៈជាផ្លូវការនិងស្តង់ដារតើតើជាផ្លូវការនឹងមិនជាធម្មតាការប្រឡងជាផ្លូវការវាបើសិនជាយើងនិយាយបែបសាលាអនុវិទ្យាល័យនិងវិទ្យាល័យអាចប្រឡងឌីប្លូមឬក៏បាក់ឌុបប៉ុន្តែតើតើជាមួយនឹងបឋមសិក្សាប្រឡងផ្លូវការហ្នឹងវាអាចជាប្រឡងប្រចាំត្រីមាសឬក៏ប្រឡងចុងឆ្នាំដើម្បីឲ្យពួកគាត់ឡើងថ្នាក់អញ្ចឹងអានឹងមានន័យថាវាជាប្រឡងខ្នាតធំមួយដើម្បីតេស្តពីសមត្ថភាពក្នុងមួយឆ្នាំសិស្សអាចធ្វើអាចចាប់បានមេរៀនអីខ្លះតាក់ទងជាមួយនឹងមេរៀនដែលគ្រូបានបរៀនហើយអាហ្នឹងជាធម្មតាសិស្សវាសិស្សគាត់អាចមានការខុសឆ្គងច្រើនដោយសារពេលខ្លះលោកគ្រូអ្នកគ្រូគាត់យកមេរៀនក្នុងមួយតាំងពីដើមឆ្នាំរហូតមកដល់ចុងឆ្នាំអញ្ចឹងអឺបើសិនជាសិស្សដែលមានការចងចាំព័ត៌មានបានល្អគាត់នឹងអាចធ្វើវិញ្ញាសាដែលគ្រូដាក់ហ្នឹងធ្វើបានសម្រេចដូចអ្វីដែលលោកគ្រូប៉មតែជាក់ស្ដែងពេលខ្លះវាអត់ដូចអ្វីដែលលោកគ្រូគាត់រំពឹងទុកនៅក្នុងការគិតរបស់គាត់ទេព្រោះសិស្សខ្លះគាត់អាចភ្លេចឬក៏គាត់ភ័យក្នុងការប្រឡងអញ្ចឹងធ្វើឲ្យគាត់ភ្លេចភ្លាំងលើចំណុចណាមួយអញ្ចឹងមួយបន្ទាប់ឧបករណ៍ឌីជីថលតកតងជាមួយនឹងឧបករណ៍ឌីជីថលហ្នឹងគេចង់និយាយពីការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ website ឬក៏ទូរស័ព្ទដៃដើម្បីវាស់វែងពីចំណេះដឹងរបស់សិស្សជាធម្មតាសម័យឥឡូវខាងក្រសួងអប់រំយុវជននិងកីឡាគាត់បានណែនាំឲ្យសិស្សនៅថ្នាក់បឋមសិក្សាអាចរៀនផ្ទាល់អំពីមេរៀននិងកិច្ចការផ្ទះតាមប្រព័ន្ធឌីជីថលដូចជាកម្មវិធី PLP ដែលក្រុមហ៊ុនដែលក្រសួងអប់រំយុវជននិងកីឡាបង្កើតឡើងដើម្បីធ្វើតេស្តទាក់ទងពីសមត្ថភាពរបស់សិស្សនិងជំនួយដល់សិស្សដែលគាត់រៀនខ្សោយព្រោះក្នុងកម្មវិធីហ្នឹងគាត់មានជាវីដេអូមានជាកិច្ចការផ្ទះជាកម្រងកិច្ចការផ្ទះឲ្យសិស្សចូលធ្វើបានអញ្ចឹងតាក់ទងជាមួយនឹងឧបករណ៍ឌីជីថលហ្នឹងគេចង់សំដៅទៅលើហ្នឹងប៉ុន្តែតាក់ទងជាមួយសាលាខ្លះគាត់ខ្វះធនធានខ្វះសូម្បីតែសេវាអ៊ីនធឺណិតក៏អត់មានអញ្ចឹងធ្វើឲ្យកង្វះនៃឧបករណ៍ឌីជីថលហ្នឹងក៏វាអាចវាយតម្លៃក៏ប៉ះពាល់ទៅលើដល់ការវាយតម្លៃដែរព្រោះដោយសារអីពេលដែលវាយតម្លៃតាមរយៈការធ្វើតេស្តជាអក្សរលាយលក្ខណ៍ជាអក្សរអ្នកគ្រូលោកគ្រូគាត់អាចលំអៀងប៉ុន្តែបើសិនជាគាត់ធ្វើតេស្តសិស្សតាមឌីជីថលតាមកុំព្យូទ័រឬក៏តាម website របស់ក្រសួងចឹងមានន័យថាគ្រូមិនអាចលំអៀងទៅលើសិស្សណាម្នាក់ឯងព្រោះបើសិនជាសិស្សធ្វើត្រូវបានបន្ទុកសិស្សធ្វើខុសគឺអស់បន្ទុកអញ្ចឹងអាហ្នឹងយើងអាចវាស់វែងបានដឹងហ្មងថាសិស្សហ្នឹងគាត់ចូលបានដល់កម្រិតណាមួយចំណុចព័ត៌មានត្រឡប់ទាក់ទងជាមួយនឹងព័ត៌មានត្រឡប់ហ្នឹងមានចំណុចទូចៗក្នុងហ្នឹងចំនួន5អញ្ចឹងប្រភេទចំណុចទី1ប្រភេទនេះគេចង់និយាយថាតើលោកគ្រូអ្នកគ្រូហ្នឹងគាត់ត្រូវវិធីសាស្ត្រអីដើម្បីផ្ដល់ព័ត៌មានទៅត្រឡប់ទៅឲ្យសិស្សដើម្បីឲ្យសិស្សដឹងពីចំណុចខ្វះខាតនិងគាត់អាចកែលម្អបានហើយតាក់ទងមួយចំណុចទី2របៀបនៃការចែកចាយអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែមានគំនិតមានរបៀបបែបណាមានការលើកទឹកចិត្តបែបណាដើម្បីផ្ដល់ព័ត៌មានត្រឡប់ទៅឲ្យសិស្សនៅពេលដែលសិស្សគាត់មានកំហុសឆ្គងបើសិនជាលោកគ្រូអ្នកគ្រូគាត់អត់មានរបៀបនៃការចែកចាយនោះទេចាំមានន័យថាគាត់អាចនិយាយទៅធ្វើឲ្យប៉ះពាល់ធ្វើឲ្យមានសម្ពាធផ្លូវចិត្តនៅក្នុងពេលដែលសិស្សគាត់ស្ដាប់ព័ត៌មានទៅយើងពីយើងទៅវិញអញ្ចឹងចំណុចទី3ការរំពឹងទុកការរំពឹងទុកគេសំដៅទៅលើការរំពឹងទុករបស់គ្រូនិងសិស្សដូចគ្នាបើគ្រូគាត់រំពឹងទុកក្រោយពីការវិតម្លៃបញ្ចប់សិស្សអាចចេះបានដល់កម្រិតដែលគាត់ដាក់កំហុតថា80%ចាំមានថាការរំពឹងទុកនោះវាខ្លះវាអត់ដល់កម្រិតដែលអឺគាត់គិតទុកទេអញ្ចឹងការផ្ដល់ព័ត៌មានរបស់គាត់វាមិនអាចល្អទេគាត់អាចមានអារម្មណ៍មិនសូវសប្បាយចិត្តនៅពេលដែលឃើញសិស្សរៀនខ្សោយទៅពេលអញ្ចឹងទៅធ្វើឲ្យការព័ត៌មានត្រឡប់ហ្នឹងក៏វាអត់សូវល្អស្ដាប់សម្រាប់សិស្សអញ្ចឹងធ្វើឲ្យវាប៉ះពាល់ទៅដល់អារម្មណ៍សិស្សហើយចំណុចបន្ទាប់ការគិតនឹងពេលវេលាអញ្ចឹងមានថាការព័ត៌មានត្រឡប់ហ្នឹងយើងក៏ត្រូវគិតមើលពេលវេលារបស់សមស្របណាមួយដើម្បីផ្ដល់ព័ត៌មានត្រឡប់ឲ្យគាត់ដោយសារអីបើសិនជាពេលខ្លះលំហាត់មួយវិញ្ញាសាមួយដែលធ្វើឲ្យដាក់ការធ្វើតេស្តឲ្យគាត់ហើយចំណាយពេលគាត់ធ្វើខុសច្រើនអញ្ចឹងវាត្រូវចំណាយពេលវេលាមួយដែលសមស្របដើម្បីផ្ដល់ព័ត៌មានឲ្យច្បាស់លាស់ទៅដល់គាត់ថាគាត់ខុសត្រង់ចំណុចណាខ្លះត្រូវត្រង់ចំណុចណាខ្លះ
ឲ្យគាត់ដឹងពីចំណុចខ្វះខាតរបស់គាត់ដើម្បីគាត់កែលម្អហើយតកតងមួយចំណុចព័ត៌មានត្រឡប់ទៅដែរតកតងជាមួយនឹងការឆ្លើយតបរបស់សិស្សអញ្ចឹងនៅពេលដែលគ្រូគាត់មានព័ត៌មានត្រឡប់ទៅឲ្យសិស្សថាសិស្សធ្វើខុសត្រង់ចំណុចកខអញ្ចឹងទៅអញ្ចឹងយើងត្រូវតែសុំព័ត៌មានត្រឡប់មកពីសិស្សវិញថាសិស្សចាប់បានថាចំណុចហ្នឹងត្រូវធ្វើអញ្ចឹងលោកគ្រូគាត់ប្រាប់ហើយអញ្ចឹងតើសិស្សអាចចាប់បានចំណុចដែលគាត់ខុសហ្នឹងអញ្ចឹងអាហ្នឹងក៏ជាវាមានជាកត្តាជះឥទ្ធិពលមួយទៅលើការវាយតម្លៃបញ្ចប់ដែរហើយតកតងចំណុចការកែលម្អការបង្រៀនតកតងជាមួយនឹងចំណុចកែលម្អនៃការបង្រៀននេះគេចង់សំដៅទៅលើក្រោយពីការវាយតម្លៃបញ្ចប់ហើយការកែលម្អការបង្រៀននេះគេសំដៅទៅលើគ្រូអញ្ចឹងគ្រូគាត់នឹងអាចដឹងពីសមត្ថភាពនៃការបង្រៀនរបស់គាត់ហើយក៏អាចដឹងពីសមត្ថភាពរបស់សិស្សដែរតើសមត្ថភាពរបស់ការបង្រៀនរបស់គាត់នឹងមិនការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងបើសិនជាលោកគ្រូគាត់ខ្វះសមត្ថភាពខ្វះវិជ្ជាជីវៈក្នុងការបង្រៀនធ្វើឲ្យការវាយតម្លៃនោះវាជះឥទ្ធិពលទៅដល់នឹងដែរអញ្ចឹងលោកគ្រូគាត់នៅពេលដែលវាយតម្លៃហើយគាត់ត្រូវធ្វើវិធីសាស្ត្រម៉េចដើម្បីឲ្យការសិក្សារបស់គាត់នឹងប្រកបដោយសមត្ថភាពការចំណេះចេះដឹងយកទៅបរៀនដល់សិស្សហើយតកតងមួយចំណុចទី2ការឆ្លើយតបដោយអន្តរាគមន៍អញ្ចឹងមានន័យថាគ្រូគាត់នៅក្រោយពីវាយតម្លៃចប់គាត់ត្រូវឆ្លើយតបមកខ្លួនឯងដើម្បីធ្វើឲ្យការបង្រៀនរបស់គាត់ហ្នឹងកាន់តែវិវត្តទៅឲ្យបានកាន់តែល្អជាងហ្នឹងព្រោះចំណុចនេះគេនិយាយពីកែលម្អការបង្រៀនអញ្ចឹងមានន័យថាចំណុចទាំងអស់ហ្នឹងគឺគេនិយាយពីគ្រូទាំងអស់ហើយតកតងមួយចំណុចការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារវាងសិស្សអញ្ចឹងមានន័យថាជាធម្មតាសិស្សក្នុងមួយថ្នាក់មានសិស្សខ្សោយសិស្សខ្លាំងហើយសិស្សខ្លះក៏រៀនមធ្យមអញ្ចឹងមានន័យថាគ្រូត្រូវតែឆ្លើយតបទៅតាមភាពខុសគ្នារវាងសិស្សគ្រូត្រូវចេះតែចេះបត់បែនទៅតាមសមត្ថភាពរបស់សិស្សថាធ្វើបែបណាក្នុងចំណោមសិស្សទាំងអស់ហ្នឹងឲ្យគាត់ចាប់បានច្រើនកុំឲ្យអ្នកខ្សោយនៅតែខ្សោយអ្នកខ្លាំងនៅតែខ្លាំងទៅពេលអញ្ចឹងការបង្រៀនរបស់គាត់ហ្នឹងក៏វាអត់សូវមានប្រសិទ្ធភាពដែរតកតងជាមួយចំណុចបន្ទាប់វឌ្ឍនភាពសិក្សារបស់សិស្សខ្ញុំមានន័យថាក្រោយពីវាយតម្លៃហើយវឌ្ឍនភាពនឹងមិនគឺគេការវិវត្តការសិក្សារបស់សិស្សនៅក្រោយពីការវាយតម្លៃហើយគ្រូត្រូវរកវិធីសាស្ត្រធ្វើម៉េចឲ្យសិស្សនឹងមានការវិវត្តលើការសិក្សារបស់គាត់ធ្វើឲ្យគាត់ចង់រៀនធ្វើឲ្យគាត់ចង់ស្ដាប់គ្រូអាហ្នឹងគឺជាវឌ្ឍនភាពនៃការសិក្សារបស់សិស្សតកតងមួយចំណុចបន្ទាប់គំរូការសារឡើងវិញគំរូការបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងមានន័យថានៅពេលគាត់ធ្វើតេស្តហើយគាត់នឹងដឹងហើយថាសិស្សគាត់ខ្សោយត្រង់ចំណុចណាមេរៀនណាអញ្ចឹងលោកគ្រូគាត់អាចធ្វើជាគំរូការបង្រៀនដដែលសារឡើងវិញ2 3 ដងសារឡើងវិញចុះឡើងឲ្យបានច្រើនដងដើម្បីឲ្យសិស្សគាត់នឹងចាប់បានមេរៀនហ្នឹងដោយសារសិស្សមានអ្នកគាត់ដែលរៀនខ្សោយបើសិនជាយើងរៀនម្ដងចប់ទៅគាត់ចាប់អត់សូវបានទេអញ្ចឹងអ្នកគ្រូគាត់អាចយកវិធីសាស្ត្រមួយយកមកបង្រៀនសារឡើងវិញជាច្រើនដងដើម្បីឲ្យសិស្សដែលគាត់ខ្សោយហ្នឹងគាត់ចាប់បានចំណុចក្នុងបញ្ចប់របស់ខ្ញុំចំណុចសន្និដ្ឋានការការសន្និដ្ឋានហ្នឹងវាមានន័យថាចំណុចសរុបជារួមមកការវាយតម្លៃដោយផ្អែកលើការវាយតម្លៃបញ្ចប់វាមានសារៈសំខាន់ណាស់ដើម្បីវាស់វែងពីសមត្ថភាពសិស្សនិងគ្រូវាស់វែងសមត្ថភាពសិស្សនិងគ្រូមិនសិស្សអាចដឹងពីអាចដឹងថាយើងរៀនបានដល់ចំណុចវត្ថុបំណងរបស់មេរៀនដែរឬទេអញ្ចឹងក្រោយពីវាយតម្លៃហើយលោកគ្រូគាត់នឹងធ្វើព័ត៌មានត្រឡប់ទៅឲ្យសិស្សវិញអញ្ចឹងសិស្សក៏អាចដឹងខ្លួនឯងថាអូគាត់រៀនខ្សោយត្រង់ចំណុចនេះអញ្ចឹងគាត់រៀនបន្ថែមហើយបើតាក់ទងជាមួយនឹងសមត្ថភាពរបស់គ្រូវិញគ្រូនឹងអាចដឹងពីវិធីសាស្ត្របង្រៀនថាគាត់ប្រើវិធីសាស្ត្រហ្នឹងសិស្សគាត់ចាប់បានអត់បើសិនជាសិស្សគាត់ចាប់អត់បានទេគាត់អាចកែប្រែវិធីសាស្ត្របង្រៀនដើម្បីឲ្យសិស្សមានការចាប់មេរៀនបានកុំឲ្យសិស្សដែលខ្សោយវាមានការកើនឡើងតាក់ទងមួយមេរៀននេះដែរខ្ញុំសូមបញ្ចប់ត្រឹមចំណុចទី4សេចក្តីសន្និដ្ឋានសូមអរគុណលោកគ្រូ